មូលនិធិរ៉ូបិយវត្ថុអន្តរជាតិ IMF បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ2026មកនៅត្រឹម 3% និងព្យាករណ៍ថាអតិផរណានឹងកើនឡើងដល់ 5 កំណត់សញ្ញា 6%ប៉ុន្តែក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាអះអាងថាការព្យាករណ៍នេះមិនមែនបង្ហាញថាមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាកំពុងតែទន់ខ្សោយនោះទេតែជាផលប៉ះពាល់ពីការប្រមូលផ្តុំគ្នានៃវិបត្តិខាងក្រៅជាច្រើនយោងតាមរបាយការណ៍របស់ IMF ដែលចេញផ្សាយនៅថ្ងៃទី8ខែកក្កដាកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានកែបន្ថយចុះពីការព្យាករណ៍ចាស់ 4% មកនៅត្រឹម 3%ខណៈអតិផរណាត្រូវបានព្យាករណ៍ថានឹងកើនទ្វេដងធៀបទៅនឹងឆ្នាំមុន IMF លើកឡើងថាការកើនឡើងនៃតម្លៃថាមពលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកចំនួនព្រំដែនកម្ពុជាថៃភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មព្រមទាំងភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យនិងហិរញ្ញវត្ថុគឺជាកត្តាសំខាន់ដែលបង្កើនហានិភ័យដល់សេដ្ឋកិច្ចកម្ពុជាជាការឆ្លើយតបលោកមាសសុកសេនសាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រាប់ News Today ថាការកែសម្រួលការព្យាករណ៍របស់ IMF គួរតែត្រូវបានយល់នៅក្នុងបរិបទត្រឹមត្រូវលោកថាការព្យាករណ៍នេះឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការប្រមូលផ្តុំគ្នារវាងការកើនឡើងថ្លៃថាមពលភាពតានតឹងភូមិសាស្ត្រនយោបាយស្ថានភាពនៅព្រំដែនកម្ពុជាថៃនិងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកជាជាងការបង្ហាញថាមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជាកំពុងចុះខ្សោយលោកបន្តថា IMF ក៏ទទួលស្គាល់ផងដែរថាសេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ដោយប្រាក់រៀលនិងអត្រាប្តូរប្រាក់នៅមានស្ថិរភាពការវិនិយោគផ្ទាល់ពីបរទេសនៅរឹងមាំហើយទុនបម្រុងអន្តរជាតិនៅគ្រប់គ្រាន់ដោយហេតុនេះក្រសួងសេដ្ឋកិច្ចនៅតែរក្សាការព្យាករណ៍របស់ខ្លួនថាសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានកំណើន 4 កំណត់សញ្ញា 2% នៅឆ្នាំ2026ដដែលលោកមាសសុកសេនសានបញ្ជាក់ថាការវិតម្លៃនេះផ្អែកទៅលើទិន្នន័យសេដ្ឋកិច្ចក្នុងរយៈពេល5ខែដំបូងនៃឆ្នាំ2026ដែលបង្ហាញថាការនាំចេញក្រៅវិស័យកាត់ដេរមានកំណើនល្អជាងការរំពឹងទុកនិងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកមានភាពធន់ដើម្បីកាត់បន្ថយផលប៉ះពាល់ពីវិបត្តិខាងក្រៅរដ្ឋាភិបាលបានបន្ធូរបន្ថយពន្ធលើផលិតផលប្រេងឥន្ធនៈគាំទ្រដល់គ្រួសារនិងអាជីវកម្មដែលរងផលប៉ះពាល់និងកម្មវិធីអន្តរាគមន៍មួយចំនួនទៀតទាំង IMF និងរដ្ឋាភិបាលកម្ពុជាសុទ្ធតែយល់ស្របគ្នាថាការបន្តកែទម្រង់និងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចគឺជាកត្តាចាំបាច់ខ្ញុំរស់សុធាពី News Today NTTV